ចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទទាំងអស់នៅក្នុងព្រែករបស់ខ្ញុំព្រះករុណាអាត្មាភាពដែលជាអ្នករាប់អានខ្ញុំកណាអាត្មាភាពនេះក៏ដាក់ caption នៅក្នុងការ live ឬវីដេអូនេះតេតិននឹងពីនេះពីនោះតេតើមនឹងព្រះពុទ្ធសាសនាតេតើមពុទ្ធសាសនាឬការអប់រំក្នុងពុទ្ធសាសនាចឹងទៅហើយនឹងព្រាយព្រះនាមនិងនាមដែលញោមញាតិជាពុទ្ធបរិស័ទទាំងអស់បានចូលរួមជាមួយអាត្មាភាពនៅក្នុងការជាវអំពូលដើម្បីបំភ្លឺផ្លូវសាធារណៈចឹងយើងតទៅទៀតញោមតេតិននឹងក្នុងពុទ្ធសាសនាការអប់រំមនុស្សយើងដឹងស្រាប់ហើយញោមញាតិទាំងអស់ដែលបានសិក្សានៅក្នុងពុទ្ធសាសនាគឺពុទ្ធសាសនាបានអប់រំមនុស្សធ្វើល្អពុទ្ធសាសនាបានអប់រំមនុស្សនឹងឲ្យរួចពីទុក្ខឲ្យលះបង់ទុក្ខឲ្យសែបនៅសុខដោយសារព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណគឺព្រះអង្គបានឃើញច្បាស់នៅសត្វលោកទាំងអស់ដែលរស់នៅក្នុងផែនដីនេះគឺប្រាថ្នាចង់បានសុខអញ្ចឹងសត្វលោកមុននឹងព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណគឺសត្វលោកក៏ដឹងថាការប្រព្រឹត្តអញ្ចេះទៅវានាំឲ្យទុក្ខការប្រព្រឹត្តអញ្ចោះទៅវានាំឲ្យសុខគឺសត្វលោកអត់ដឹងទេចេះតែប្រព្រឹត្តទៅចេះតែធ្វើទៅណាមិនដឹងថាទង្វើនេះជាទង្វើនាំឲ្យកាត់ទុក្ខទង្វើនេះជាទង្វើនាំឲ្យសុខអត់ដឹងតតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណបានព្រះអង្គឃើញច្បាស់នៅសច្ចធម៌តាមច្បាប់នៃធម្មជាតិច្បាប់នៃធម្មជាតិថាកាលណាដែលបុគ្គលប្រព្រឹត្តអាក្រក់គឺបុគ្គលនឹងឲ្យផលមកជាទុក្ខឬថាបុគ្គលនឹងអត់មានសីលធម៌អត់មានគុណធម៌នៅក្នុងខ្លួនបុគ្គលនឹងគឺមិនឈ្មោះថាបុគ្គលនៅជាសុខទេបើសិនជាបុគ្គលទាំងឡាយណាដែលជាបុគ្គលដែលជាអ្នកប្រព្រឹត្តនៅសេចក្តីសុខត្រូវថាជាអ្នកមាននៅសីលធម៌ជាអ្នកមាននៅគុណធម៌នៅក្នុងខ្លួនបុគ្គលនឹងឈ្មោះថាបុគ្គលនាំមកនៅសេចក្តីសុខអញ្ចឹងរឿងទាំងអស់ហ្នឹងមុននឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងអត់មានសត្វលោកណាដឹងថាទង្វើនេះនាំឲ្យសុខទង្វើនេះនាំឲ្យទុក្ខទេចេះតែប្រព្រឹត្តទៅតើតែព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណនឹងបានឃើញច្បាស់នៅសច្ចធម៌តាមច្បាប់នៃធ
ធម្មជាតិតាមច្បាប់នៃធម្មជាតិបើនិយាយពីច្បាប់នៃធម្មជាតិយើងដឹងតែម្ដងយើងឃើញច្បាស់តែម្ដងច្បាប់នៃធម្មជាតិកាលណាកើតហើយវារលត់ទៅវិញគឺថាកាលណាយើងមានជីវិតដកដង្ហើមមានអីវាតែងតែប្រព្រឹត្តទៅតាមដំណើរនៃជីវិតហ្នឹងតែនឹងកើតហើយតែនឹងស្លាប់ទៅវិញកើតហើយតែទៅស្លាប់ទៅវិញកាលណាមានបដិសន្ធិវាមានចតិយើងសិក្សាមើលតាំងពីញោមនេះមកហ្នឹងរហូតមកដល់បច្ចុប្បន្នហ្នឹងបើនិយាយពីដូនតារបស់ញោមខ្លះផ្លិចទាំងដូនតាហ្នឹងហេតុដែលបង្កើតឲ្យយើងមានជីវិតរាល់ថ្ងៃហ្នឹងដោយសារអីដោយសារតែដូនតាយើងជាអ្នកបង្កបង្កើតយើងមកហើយយើងផ្លិចនេះនៅតាមច្បាប់នៃធម្មជាតិនោះតើដូនតាយើងជីវិតអមតៈទេរាល់ថ្ងៃយើងសិក្សាមើលថាតើយើងមានអាយុបានប្រមាណដែរណាតើអាយុក្មេងនឹងមានវ័យវឌ្ឍនាការនឹងតើយើងថិតថេរទេគឺច្បាប់ធម្មជាតិតែម្ដងជាអ្នកនេះមករឿងទាំងអស់ហ្នឹងមិនមែនព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិណាមិនព្រះអង្គបញ្ញត្តិថាអូជីវិតអ្នកឯងត្រូវតែអមតៈអ្នកឯងកើតទៅមិនអាចស្លាប់បានទេព្រះអង្គមិនដែលបញ្ញត្តិយ៉ាងនេះអង្គក្រនព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឬព្រះតថាគតនឹងអង្គសម្ដែងប្រាប់ថាបើសិនជាបុគ្គលទាំងឡាយណាចង់បានសុខណាចង់បានសុខហើយចង់រួចអំពីសេចក្តីទុក្ខនេះព្រះអង្គត្រាស់សម្ដែងព្រះអង្គដឹងនៅសច្ចធម៌នៃច្បាប់ធម្មជាតិហ្នឹងតតែបុគ្គលហ្នឹងប្រកបដោយធម៌ដោយកុសលធម៌បានរួចអំពីសេចក្តីទុក្ខទៅសេចក្តីសុខរួចពីទុក្ខសែបនៅសុខសោយវេទនាសុខវេទនានឹងព្រះអង្គសំដែងប្រាប់តែម្ដងបើនិយាយថាព្រះអង្គបញ្ញត្តិថាអ្នកឯងជីវិតអមតៈអ្នកឯងត្រូវតែស្លាប់ព្រះអង្គអត់មានបញ្ញត្តិអញ្ចឹងទេព្រះអង្គគ្រាន់តែជាអ្នកបុគ្គលមួយជាអ្នកត្រាស់ដឹងនៅសច្ចធម៌តាមច្បាប់នៃធម្មជាតិច្បាប់នៃធម្មជាតិតាមច្បាប់នៃធម្មជាតិគឺព្រះអង្គបានត្រាស់ដឹងនឹងឃើញថាសត្វលោកនឹងវារងទុក្ខលំបាកណាស់ចេះតែប្រព្រឹត្តនៅរឿងអគុណធម៌វានាំឲ្យទុក្ខតិចណាស់ដែលថាប្រព្រឹត្តនៅកុសលធម៌អញ្ចឹងមកថាយើងចាប់ពីអាយុដែលថា100ឆ្នាំចុះមួយឆ្នាំ100ឆ្នាំចុះមួយឆ្នាំខែចុះមកហ្នឹងរហូតដល់អាយុ10ឆ្នាំហ្នឹងហេតុអីបានខែចុះពី100ឆ្នាំរហូតដល់អាយុ10ឆ្នាំហ្នឹងហេតុអីបានខែអាយុចុះដល់ប៉ុណ្ណឹងអង្គសំដែងហើយនៅក្នុង3ដកហ្នឹងគឺព្រះអង្គថាដោយសារតែមនុស្សនឹងមានសេចក្តីប្រមាទដោយសារមនុស្សនឹងអត់មានគុណធម៌នៅក្នុងខ្លួនដោយសារតែមនុស្សនឹងអត់មានសីលធម៌ក្នុងខ្លួនអត់មានសិលក្នុងខ្លួនបានជាអាយុនឹងខៃរហូតដល់សពថ្ងៃហ្នឹងណាសពថ្ងៃហ្នឹងអាយុប៉ុន្មាន
ចិត្ត4ចិត្ត5ចិត្ត4ចិត្ត5គេថាបុគ្គលទាំងឡាយណាដែលមានគុណធម៌ល្អមានការគោរពល្អមានសិលល្អបុគ្គលនឹងមានអាយុវែងណាបុគ្គលនឹងមានអាយុវែងអីតែបុគ្គលណាមានសេចក្តីប្រមាទហើយអត់មានគុណធម៌អត់មានសីលធម៌អត់មានសិលក្នុងខ្លួនទេបុគ្គលនឹងអាយុខ្លីហើយអាយុខ្លីហើយអភិវាទនសីលេសនិច្ចាំងវុទ្ធិបច្ចយនោចត្តារធម្មយវត្ថន្តអាយុវណ្ណោសកម្មពលៈធម៌គឺពរទាំងឡាយ4ប្រការគឺអាយុមួយពណ៌សម្បល់កាយមួយសេចក្តីសុខមួយកម្លាំងមួយហ្នឹងបានមកពីណាមកបានមកពីបុគ្គលនឹងជាអ្នកគោរពចាស់ព្រឹទ្ធាចារ្យជាអ្នកគោរពនៅអ្នកមានសិលជាអ្នកខ្លួនឯងនឹងផងជាអ្នកបុគ្គលមួយមានសិលមានគុណធម៌មានសីលធម៌ក្នុងខ្លួននឹងបុគ្គលនឹងមានអាយុវែងហើយការដែលមាននៅការគោរពការដែលមាននៅសីលធម៌ការដែលមាននៅសិលក្នុងខ្លួនស្មើនឹងយើងបានសន្សំនៅការជាទីពឹងទីរលឹកសម្រាប់ជីវិតរបស់យើងនៅពេលដែលជតិនោះបរិសន្ធិមកមានបុគ្គលណាថិតថេរថាជីវិតអមតៈទេតើតែបុគ្គលនឹងបានជាព្រះអរហន្តបានរួចអំពីសេចក្តីទុក្ខអញ្ចឹងណាញោមញាតិជាពុទ្ធបរិស័ទអញ្ចឹងថាបុគ្គលទាំងឡាយណាដែលចង់បាននៅសេចក្តីសុខបាននៅសុភមង្គលតើបុគ្គលនឹងមានសិលក្នុងខ្លួនមានគុណធម៌ក្នុងខ្លួនមានសេចក្តីល្អបានប្រព្រឹត្តនៅសេចក្តីល្អបានបុគ្គលនឹងមានសេចក្តីសុខមានអាយុវែងមានកម្លាំងមានពលៈមានថាជាទីពឹងទីរលឹកហ្នឹងហើយកុំគិតថាយើងមានកូនមានបុត្រមានភរិយាមានស្វាមីជាទីពឹងមែនប៉ុន្តែអាដំណើរជីវិតចុតិបរិសន្ធិនោះមិនអាចយករបស់ទាំងអស់នឹងជាទីពឹងទីរលឹកបានទេនេះពេលចុតិបរិសន្ធិមានតែកុសលនិងអកុសលទេដែលជាទីពឹងទីរលឹកអញ្ចឹងនៅក្នុងក្រុមគ្រួសាររបស់ញោមកាលណាញោមមានសេចក្តីល្អជាមួយភរិយាក្តីសេចក្តីល្អជាមួយស្វាមីក្តីសេចក្តីល្អជាមួយកូនចៅក្តីសេចក្តីល្អជាមួយម្ដាយឪពុកក្តីទាំងអស់ហ្នឹងជាគុណធម៌មួយសម្រាប់ឲ្យយើងមានអាយុវែងមានសុខភាពល្អផងដែរមានសុខភាពល្អផងដែរហើយការដែលយើងធ្វើល្អទាំងអស់ហ្នឹងស្មើនឹងយើងណាស្មើនឹងយើងមានសិលកាលណាយើងឲ្យតម្លៃដល់ភរិយាយើងឲ្យតម្លៃដល់ស្វាមីយើងឲ្យតម្លៃដល់ម្ដាយឪពុកយើងឲ្យតម្លៃដល់ចាស់ព្រឹទ្ធាចារ្យនៅជុំវិញខ្លួនយើងឲ្យតម្លៃដល់រៀនច្បងបុគ្គលនឹងស្មើនឹងបុគ្គលមានសិលញោមញាតិស្មើនឹងបុគ្គលនឹងមានសិលគាត់ថាកាលណាដែលយើងបានធ្វើល្អហ្នឹងហៅថាកុសលហ្នឹងហើយដែលជាទីពឹងទីរលឹកនៅពេលដែលយើងចុតិបរិសន្ធិនោះឃើញប្រហែលថ្ងៃញោមកើនមួយឆ្នាំនេះហ្នឹងហើយកើនមួយឆ្នាំនេះញោមខ្លះអាចថាស្កៅហើយដល់ថ្មស្កៅហើយតាញោមកើនមួយឆ្នាំហើយហ្នឹងហើយ
ការមួយឆ្នាំដំណើរជីវិតវាត្រូវអញ្ចឹងកាលណាដែលយើងបានធ្វើនៅរឿងល្អណារឿងជាកុសលយើងបានធ្វើនៅជាទីពឹងទីរលឹកណាយើងបានធ្វើនៅជាទីពឹងទីរលឹកហើយហ្នឹងហើយហើយយើងកុំទឹកភ័យនៅពេលរៀបចុតិអរិសន្ធិហ្នឹងយើងកុំទឹកភ័យបើសិនជាយើងមាននៅសិលល្អនៅក្នុងខ្លួនគុណធម៌ល្អនៅក្នុងខ្លួនសីលធម៌ល្អនៅក្នុងខ្លួនញោមកុំទឹកភ័យណានឹងចុតិអរិសន្ធិទៅទីឋានដ៏ប្រសើរទីឋានដ៏ប្រសើរជាទីឋានបរមសុខណាជួបមនុស្សល្អនៅក្នុងជីវិតនៅពេលចុតិរិសន្ធិហ្នឹងជួបរឿងល្អនៅក្នុងជីវិតដោយសារអំណាចនៃកុសលដែលយើងបានធ្វើជាមួយអ្នកជុំវិញខ្លួនយើងជាមួយអ្នកនៅក្នុងគ្រួសាររបស់យើងជាមួយអ្នកជិតខាងជាមួយនឹងពុទ្ធសាសនាកាលណាដែលយើងបានធ្វើល្អនឹងហើយដែលជាពូជមួយដែលថាសន្សំឲ្យយើងបាននៅសេចក្តីសុខនៅពេលដែលចុតិរិសន្ធិឬក៏ការរស់នៅបច្ចុប្បន្នហ្នឹងនាំឲ្យយើងបានសុខដោយសារតែយើងបានសន្សំពូជជាកុសលបានពូជជាកុសលនឹងយើងបានសុខកុសលឲ្យផលមកជាសុខអកុសលឲ្យផលមកជាទុក្ខណាអញ្ចឹងឲ្យតែរឿងរ៉ាវទាំងឡាយណាដែលវាជាហេតុជាទុក្ខហ្នឹងអកុសលឲ្យផលហើយកាលណាដែលយើងបានសុខហ្នឹងដោយសារតែហេតុយើងសន្សំនៅអំពើល្អអំពើកុសលហើយអំពើកុសលឲ្យផលមកជាសុខសូមអនុមោទនា